គោរពជ្រាបសួរទៅកាន់ពុកម៉ែបងប្អូនជាពិសេសបងប្អូនដែលស្រឡាញ់វិស័យចិញ្ចឹមមាន់បាទនៅថ្ងៃនេះកសិដ្ឋានខ្ញុំបាទគឺបានលាយចំណីនៅពេលល្ងាចដាក់ឲ្យមាន់របស់ខ្ញុំវាទទួលទាននៅពេលល្ងាចចេញពីធ្វើការមកយើងឆ្លៀតដាក់ចំណីមាន់អញ្ចឹងណាបងប្អូនបាទអូខេបងប្អូនឃើញទេហេតុអីបានជាមាន់របស់ខ្ញុំសាច់ក្រហមបាទមើលសំបីតកែរបស់វាក្រហមល្អបាទក្រហមហ្នឹងហើយក្រហមល្អយ៉ាងនេះយើងគិតថាវាមូលហេតុអីបងប្អូនបាទហើយធ្វើម៉េចបានសាច់មាន់របស់យើងហ្នឹងសាច់វាក្រហមបាទឬមួយពូជមាន់របស់យើងវាក្រហមបើក្រហមវាក្រហមតែស្លាតទេតែនេះយើងមើលបងប្អូនណាបាទយើងមើលទ្រូងវានេះមើលសាច់ខ្ញុំស៊ូមមកចិត្តបាទមិនតែមួយណាបងប្អូននេះអានេះក៏ក្រហមដែរក្រហមទាំងអស់សាច់វាក្រហមមើលសំបីតែកផ្លូវរបស់វាក្រហមដែរក្រហមល្អបាទហើយនេះគឺជាសាច់មួយយ៉ាងដែលប្រជាកសិករគាត់និយមចូលចិត្តបរិភោគពីព្រោះឃើញមាន់យើងរបស់យើងហ្នឹងគឺវាសាច់ល្អមែនទេហើយនៅក្នុងចំណីមានបងប្អូនយើងខមមិនសួរថាបងឯងប្រើចំណីអីបានមាន់សាច់ក្រហមល្អណាស់បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយថាចំណីដែលខ្ញុំប្រើគឺយើងប្រើប្រាស់ជាមួយនឹងដើមចេកមកផ្អែមចុងកកន្ទក់ក៏ដូចជាចំណីសម្រាប់មួយភាគណាដែលធ្វើឲ្យមាន់របស់យើងក្រហមនេះបងប្អូនមើលកផ្លូវវាក្រហមល្អមែនទេណានេះ1 គីឡូបងប្អូននេះហេមិន1 គីឡូទេ1 គីឡូជាងហ្នឹងខ្ញុំធំហើយតែចិត្តដល់វេនលក់ណាបាទចិត្តវេនលក់ហើយអញ្ចឹងបងប្អូនដែលឆ្លាញ់ផ្សែងចំមាន់គឺមិនជាពិបាកទេបងប្អូនចំមាន់ងាយស្រួលចេញធ្វើការមកយើងអាចដាក់ចំណីឲ្យវាបានក៏យើងប្រើពេលហាន់ដើមចេកមកយូរបន្តិចខ្ញុំថតចិត្តពេកវាហ៊ានមកអូខេអរគុណបងប្អូនបាទសម្រាប់ការឆ្លាញ់ចូលចិត្តទៅជាមាន់បាទ